Hello,សួស្តីមានអារម្មណ៍ថាធូរខ្លួនមានអារម្មណ៍ថាស្រាលក្នុងខ្លួនដោយសារអីដោយសារគីឡូវាស្រកកាលមុន94 95គីឡូឥឡូវស្រកអស់8គីឡូនៅសល់86គីឡូរយៈពេល4អាទិត្យជាងញ៉ៃទៅវាមួយខែចុះវាស្រកគីឡូបានច្រើនមែនទែនដោយសារយើងញ៉ាំអាហារទៀងទាត់ឲ្យត្រង់ពេលវេលាអាហ្នឹងវាល្អសម្រាប់សុខភាពកាលពេលមុនខ្ញុំញ៉ាំចិកកញ្ចប់វាស់ព្រឹកវាស់ល្ងាចម៉ោង12យប់ក៏នៅឃ្លានដែរទ្រាំអត់បានក្រោកមកញ៉ាំដូចថាវាអត់ឆ្អែតមុតចេះឆ្ងាញ់គេតែពោះវាចេះតែតឹងដល់ពេលឥឡូវយើងធ្វើចិត្តបានថាយើងត្រូវធ្វើដើម្បីសុខភាពកាលពីមុនសាររយចកេះរយខ្នងដោយសារខ្លាញ់វាច្រើនដល់ពេលឥឡូវវាធូរក្នុងខ្លួនមែនទែនដោយសារអីដោយសារខ្លាញ់វាចុះកាលណាខ្លាញ់វាចុះទៅវាល្អសម្រាប់សុខភាពយើងខ្ញុំញ៉ាំ3ពេលដែរពេលព្រឹកញ៉ាំពងញ៉ាំសាឡាត់ញ៉ាំផ្លែឈើបាយអីតិចតួចហើយម៉ោងថ្ងៃអីក៏ញ៉ាំល្មមដែរហើយពេលល្ងាចយើងកាត់បន្ថយបាយឲ្យច្រើនហើយញ៉ាំពួកពងទាទ្រូងមាន់សាច់ប្រភេទសាច់ឬក៏ធញ្ញជាតិអីអញ្ចឹងណាអាហ្នឹងរយៈពេល1ខែឬក៏ជិត1ខែណាខ្ញុំស្រកអស់8គីឡូគឺថាគ្មានអ្វីដែលយើងមិនអាចធ្វើបានទេនៅលើចិត្តរបស់យើងកាលពីមុនខ្ញុំគិតថាចាំស្អែកចាំបន្ថយញ៉ាំចាំស្អែកហើយស្អែកទៀតស្អែក10ស្អែក20ចាំស្អែកឈប់ញ៉ាំហើយបន្ថយគីឡូចាំស្អែកឈប់ញ៉ាំហើយបន្ថយគីឡូរហូតឡើងជិត95គីឡូដល់ឥឡូវយើងត្រូវដាក់វិន័យខ្លួនឯងឲ្យវាច្បាស់លាស់ដាក់វិន័យខ្លួនឯងឲ្យច្បាស់លាស់នឹងការញ៉ាំឲ្យទៀងទាត់ការញ៉ាំរបស់ណាមានជាតិខ្លាញ់របស់ណាដែលមានជាតិផ្អែមជាតិប្រៃយើងកាត់បន្ថយអស់ហ្នឹងហើយអាហ្នឹងសម្រាប់ខ្ញុំស្រកបានលឿនអរគុណច្រើនចាំមានពេលក្រោយរាយរាប់បន្ថែមទៀត